ស្និទ្ធស្នាលមិនមែនផ្ដោតក្តីសង្ឃឹមកញ្ញាសុកពិសីបកស្រាយច្បាស់ពីរឿងបេះដូងមួយរយៈចុងក្រោយនេះតារាចម្រៀងល្បីឈ្មោះកញ្ញាសុកពិសីកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនមែនទែនបន្ទាប់ពីមានអ្នកគាំទ្រជាច្រើនចេញមកសារភាពស្នេហាជាសាធារណៈជាពិសេស fan ដែលគេចាត់ទុកថាសំណាងជាងគេនោះគឺប្រកាសដែលបានសារភាពស្រឡាញ់ពេញមាត់លើឆាកតន្ត្រីមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានចូលរួមសម្ដែងនៅក្នុងបទចម្រៀងថ្មីរបស់កញ្ញាសុកពិសីទៀតផងការបង្ហាញភាពស្មោះត្រង់ការខិតខំធ្វើដំណើររាប់សិបគីឡូដើម្បីស្កាត់មកជួប idol ហេតុផលប្រកាសក៏បាននិយាយដែរគឺព្រោះតែស្រឡាញ់តែឯងមិនទាមទារការស្រឡាញ់តបវិញតង្វើបែបនេះហើយធ្វើឲ្យអ្នកគាំទ្រសរសើរពីការលះបង់បើទោះបីជាស្រឡាញ់គេម្នាក់ឯងក៏ដោយមតិខ្លះទៀតបានលើកឡើងថាប្រសិនបើកញ្ញាសុកពិសីមិនតបស្នេហាវិញពួកគេនឹងឈប់គាំទ្រឯមតិខ្លះទៀតបាននិយាយដែរថាសុកពិសីល្បីដោយសារប្រកាសជាដើមប៉ុន្តែការពិតវិញសុកពិសីគឺជាតារាល្បីឈ្មោះជាយូរមកហើយមានមូលដ្ឋានអ្នកគាំទ្រនឹងច្រើនខ្លាំងមែនទែនមិនមែនទៅតែមានអ្នកសុំស្រឡាញ់មិនមែនទៅតែមាន fan សុំស្រឡាញ់គាត់នោះទេអ្នកគាំទ្រពិតប្រាកដច្បាស់ជាយល់ថារឿងមួយនេះរឿងអញ្ញែបន្តិចអាចជាការដាក់សម្ពាធដល់កញ្ញាសុកពិសីពិបាកចិត្តបន្តិចដែរដល់ថ្នាក់កញ្ញាសុកពិសីក៏បានបង្ហោះសារច្បាស់ដែរថាសូមកុំបង្ខំខ្ញុំសូមពេលពិនិត្យមើលដោយខ្លួនឯងថានរណាគេដែលខ្ញុំអាចផ្ញើជីវិតបានបញ្ជាក់ខ្ញុំមិនទាន់ទទួលស្នេហាអ្នកណាទេមិនត្រឹមតែប៉ុណ្ណោះកញ្ញាសុកពិសីក៏បានចែករំលែករូបថតមួយសន្លឹកនេះជាប់ caption សំណួរបែបចាក់ដោតបេះដូងហ្មងការដែលខ្ញុំមិនចេះប្រកាន់ខ្លួនគឺមានន័យថាខ្ញុំផ្ដោតក្តីសង្ឃឹមឲ្យគេមែនទេចរិតខ្ញុំប៉ិតតែស្និទ្ធស្នាលនឹងលេងសើចជាមួយនឹង fan គ្រប់គ្នានៅទីបញ្ចប់មហាជននិយាយយ៉ាងណាអត់សំខាន់ទេសំខាន់សុកពិសីគាត់ជាតារាចម្រៀងដែលល្បីហើយមានតម្លៃល្បីដោយសមត្ថភាពខ្លួនឯងជាយូរមកហើយរាប់ឆ្នាំដូចគ្នាតាំងពីនេះខ្ញុំនៅក្មេងឥឡូវនេះខ្ញុំចាស់ហើយស្នេហាក៏ជារឿងមួយដែលកញ្ញាសុកពិសីបានបញ្ជាក់ដូចគ្នាថាអត់ទាន់មាននរណាម្នាក់ខ្លាយជាម្ចាស់បេះដូងគាត់ដូចគ្នាអញ្ចឹងហើយសូមកុំដាក់សម្ពាធគាត់ពេក